បាទជារៀងរាល់ឆ្នាំអញ្ចឹងសូមកុំភ្លេចបងប្អូនចូលរួមទស្សនាក៏ដូចជាមករួមលេងកម្សាន្តនៅបាទរាត្រីយប់ថ្ងៃទី24ក៏ដូចជា25ខាងមុខនេះហើយបានច្រើនកកតហើយវីដេអូនេះផងដែរក៏ជាការជូនដំណឹងដល់ពុកម៉ែបងប្អូនទាំងទីជិតទីឆ្ងាយមកបាទចូលរួមលេងកំសាន្តក៏ដូចជារំវង់កំសាន្តនៅលើឆាកបាទលោកសម្បត្តិរបស់យើងដែលមានកូនធនរំលើឆាកវេទិការបស់យើងនេះតតែម្ដងបាទកុំភ្លេចមកចូលរួមលេងកំសាន្តក៏ដូចជាទស្សនាលេងកំសាន្តនៅរាត្រីយប់ថ្ងៃទី24 25ខែមេសាឆ្នាំ2026ខាងមុខនេះដែលស្ថិតនៅក្នុងភូមិស្រែវាលខាងលិចឃុំដងកំបិតស្រុកសណ្ដានខេត្តកំពង់ធំយើងចូលដល់សម្បត្តិលើកទី7សម្បត្តិលើកទី7បងដែលបានលុកស៊ីនសម្បត្តិលើកទី7រាយសូមបងយកសម្បត្តិដូនារីកញ្ញាយើងខ្ញុំដែលបានពិសេសសម្បត្តិលើកទី8ឃើញថាសម្បត្តិលើកទី8បងដែលបានពិសេសបានឈានជើងចុះដល់ដីខាងសៃឡូដីក្រហមបាទអញ្ចឹងយើងឈានចូលដល់សម្បត្តិលើកទី8ដដែលបងណាដែលបានជិះសម្បត្តិលើកទី8រាយសូមបងយកសម្បត្តិមកដូរជាមួយនឹងនារីកញ្ញាយើងខ្ញុំបាទសម្បត្តិលើកទី8ជំរាបសួរសាជាថ្មីជូនដំណឹងដល់ពុកម៉ែបងប្អូនជាទីគោរពដែលពេញនិយមរំលែកកំសាន្តបាទតាមបុណ្យផ្សេងៗនៅតាមភូមិផ្សេងៗកន្លងមកតាមភូមិនានាកន្លងមកគឺថានេះគឺជាសកម្មភាពបុណ្យសាមគ្គីការប្រាក់ដែលស្ថិតនៅក្នុងភូមិស្រែវាលខាងលិចឃុំដងកំបិតស្រុកសណ្ដានខេត្តកំពង់ធំប៉ុស្តិ៍យើងផ្ទាល់តែម្ដងដែលបានរៀបចំឡើងដោយបាទអ្នកភូមិនៅទីនេះផ្ទាល់បាទដែលមានការចូលរួមលេងកំសាន្តពីបងប្អូនពុកម៉ែបងប្អូនយើងជាច្រើនបាទនៅច្រើនកកន្លងទៅហើយជំរាបសាជាថ្មីផងដែរគឺបាទបុណ្យរំវងលក់ការរំវងលើឆាកហ្នឹងក៏ចាប់ផ្ដើមប្រព្រឹត្តសារជាថ្មីទៀតគឺពុកម៉ែបងប្អូនអាចមកទស្សនាលេងកំសាន្តបាននៅបាទចាប់ផ្ដើមនៅរាត្រី2យប់គឺរាត្រីយប់ថ្ងៃទី24និងរាត្រីយប់ថ្ងៃទី25ខែមេសាខាងមុខនេះគឺអ្នកភូមិដែលស្ថិតនៅក្នុងភូមិស្រែវាលខាងលិចឃុំដងកំបិតស្រុកសណ្ដានខេត្តកំពង់ធំយើងបានប្រពធ្វើពិធីបុណ្យភូមិដើម្បីអបអរសាទរបាទសម្រាប់រំលឹកដល់ប្រពៃណីវប្បធម៌របស់បងប្អូនយើងនៅក្នុងភូមិនឹងតលតែម្ដងដែលមួយឆ្នាំមានម្ដងបាទគឺតែងតែប្រារព្ធពិធីបុណ្យភូមិនឹងជារៀងរាល់ឆ្នាំបាទជារៀងរាល់ឆ្នាំអញ្ចឹងសូមកុំភ្លេចបងប្អូនចូលរួមទស្សនាក៏ដូចជាមករួមលេងកំសាន្តនៅបាទរាត្រីយប់ថ្ងៃទី24ឬជា25ខាងមុខនេះហើយបានច្រើនកកតហើយវីដេអូនេះផងដែរក៏ជាការជូនដំណឹងដល់ពុកម៉ែបងប្អូនទាំងទីជិតទីឆ្ងាយមកបាទចូលរួមលេងកំសាន្តក៏ដូចជារំវង់កំសាន្តនៅលើឆាកបាទលោកសម្បត្តិរបស់យើងដែលមានកូនធនរំលើឆាកវេទិការបស់យើងនេះតតែម្ដងបាទកុំភ្លេចមកចូលរួមលេងកំសាន្តក៏ដូចជាទស្សនាលេងកំសាន្តនៅរាត្រីយប់ថ្ងៃទី24 25ខែមេសាឆ្នាំ2026ខាងមុខនេះដែលស្ថិតនៅក្នុងភូមិស្រែវាលខាងលិចឃុំដងកំបិតស្រុកសណ្ដានខេត្តកំពង់ធំយើងសូមកុំភ្លេចបងប្អូនចូលរួមទស្សនារំលេងកំសាន្តនៅក្នុងកម្មវិធីបុណ្យភូមិនឹងឲ្យបានច្រើនកកក៏ដូចជាបាទមកចូលរួមទស្សនាលេងដើរលេងកំសាន្តបាទនៅក្នុងកម្មវិធីបុណ្យនេះបាទឲ្យបានច្រើនកកហើយក៏ចូលរួមទិញសម្បត្តិរំលេងលក្ខណៈកំសាន្តសប្បាយរីករាយនៅក្នុងកម្មវិធីបុណ្យនឹងផ្ទាល់តែម្ដងបាទសូមកុំភ្លេចបងប្អូនបាទចូលរួមគ្រប់គ្រងក៏ដូចជាមករំលេងកំសាន្តនៅក្នុងកម្មវិធីបុណ្យភូមិនឹងឲ្យបានច្រើនកកបាទជួបគ្នានៅរាត្រីយប់ថ្ងៃទី24 25ខែមេសាឆ្នាំ2026ខាងមុខនេះទាំងអស់គ្នាសូមអរគុណសូមជម្រាបលាបាយបាយ